ស្ដីទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូនឹងបង្ហាញពីមេរៀនផែនទីគំនិតដែលភាសាអង់គ្លេសគេហៅថា concept map ចាផែនទីគំនិតនឹងជាអ្វីទៅចាផែនទីគំនិតនឹងយើងអាចនិយាយបានថាវាជាឧបករណ៍មួយដែលគេប្រើសម្រាប់ពង្រីកចំណេះដឹងសិស្សចាតាមរយៈទំនាក់ទំនងនៃចាក្រាមពាក្យឬកន្សោមពាក្យពីពាក្យមួយទៅពាក្យមួយទៀតឬយើងនិយាយពាក្យងាយងាយស្រួលស្ដាប់ជាគំនិតខ្នែងតូចៗដែលចេញពីគំនិតធំអញ្ចឹងអ្នកគ្រូមានរូបតំណាងមួយឲ្យទាំងអស់គ្នាមើលនេះគឺជា concept map អាកន្លែងនេះគឺជាគំនិតសំខាន់ជាសំណួរកន្លឹះឬក៏ជា topic ណាមួយហើយអាតូចៗនេះគឺជាខ្នែងដែលបែកចេញពីគំនិតមេហ្នឹងអញ្ចឹងចំពោះទម្រង់នៃផែនទីគំនិតមិនមានតែមួយបែបនឹងទេអានេះដូចជាចតុកោណកែងមិនអញ្ចឹងណាចាវាអាចមានច្រើនរូបភាពអាចជាពងមូលចាជាគំនិតតប៉ែតជ្រុងតាមដែលយើងអាចគូសយើងចូលចិត្តគូសមិនគូសអញ្ចឹងទៅហើយគូសមិនដែលសិស្សងាយមើលយល់ហើយចំណុចសំខាន់នេះវាមានខ្នែងតូចៗរបស់វានេះហើយយើងមើលទៅរៀងស្មុគស្មាញតិចមែនទេប៉ុន្តែត្រូវចាំថារាល់ផែនទីគំនិតណាដែលមានលក្ខណៈរៀងស្មុគស្មាញគឺជាទម្រង់ផែនទីគំនិតបង្ហាញអំពីកម្រិតយល់ដឹងរបស់សិស្សតោះណាអញ្ចឹងសារៈសំខាន់នៃផែនទីគំនិតគឺទី1ពង្រីកការគិតរបស់សិស្សទៅលើបាតុភូតមេរៀនឬក៏ខ្លឹមសារប្រធានបទដែលយើងបានដាក់ឲ្យសិស្សគឺគាត់បានពង្រីកការគិតរបស់គាត់ទៅលើខ្លឹមសារឬក៏គំនិតមេហ្នឹងចាទី2សិស្សមានឱកាសសង្ខេបមេរៀនឡើងវិញបន្ទាប់ពីរៀនចប់បានន័យថាខ្លឹមសារមេរៀនថ្ងៃហ្នឹងនិយាយពីអីអញ្ចឹងមេរៀនសំខាន់នៅក្នុងហ្នឹងមានអីខ្លះគាត់អាចធ្វើជាលំនាំផែនទីគំនិតនឹងបានទី3ជំរុញការគិតបែបវិទ្យាសាស្ត្ររបស់សិស្សបានន័យថាជំរុញនឹងការគិតដែលមានលក្ខណៈសមហេតុផលថាគំនិតមួយហ្នឹងដែលឯងលើកឡើងមកហ្នឹងសំអាងលើផុសតាងអីអំណាងអីហើយវាមានលំអានបែបណាខ្លះផ្ដល់ភាពរីករាយមែននៅពេលដែលយើងប្រើប្រាស់ផែនទីគំនិតឧទាហរណ៍លោកគ្រូអ្នកគោដាក់ធានបទលើក្តារខៀនយើងទៅហើយយើងគូសខ្នែងឲ្យគាត់បញ្ចេញគំនិតយោបល់សរសេរគាត់ព្រោះអភ័ន្តរញ្ញាណរបស់គាត់នៅពេលដែលលំហូរចូលមកគាត់នឹងបញ្ចេញមកភ្លាមមកឲ្យយើងអញ្ចឹងយើងកត់របស់គាត់ទុកទៅចាហើយយើងចាប់ផ្ដើមគូសខ្នែងមកអាណាសំខាន់អាណាបន្ទាប់អញ្ចឹងណាធ្វើឲ្យសិស្សមានគំនិតច្រើនរហូតដល់យើងអាចប្រៀបធៀបឬក៏តម្រៀបគំនិតរបស់គាត់បានហើយអញ្ចឹងគាត់ចាប់ផ្ដើមយល់ថាគំនិតបែបណាដែលជាគំនិតគ្រប់គ្រងសំខាន់និងបន្តបន្សំអញ្ចឹងដើម្បីបង្កើតនៅផែនទីគំនិតបានទាំងអស់គ្នាត្រូវមានទម្រង់4ឬក៏របៀបឬក៏លំអានលំនាំ4យ៉ាងទី1គឺការជ្រើសរើសហ្នឹងចាំបាច់បើសិនជាអត់មានសំណួរអត់មានប្រធានបទអត់មានគំនិតមេទេគឺអត់អាចគូសផែនទីគំនិតបានទេចាទី2ទាំងអស់គ្នាត្រូវចេះតម្រៀបគំនិតតម្រៀបយ៉ាងម៉េចគំនិតយើងមានហើយប៉ុន្តែយើងអត់ដឹងថាអាមួយណាសំខាន់ឬក៏អាមួយណាអត់សូវសំខាន់ទេអញ្ចឹងយើងត្រូវតម្រៀបថាគំនិតមេបែបនេះអាបន្ទាប់យ៉ាងម៉េចចាអារងយ៉ាងម៉េចអាបន្ទាប់ផ្សំយ៉ាងម៉េចនៅពេលដែលយើងតម្រៀបគំនិតតាមលំដាប់លំដោយរួចហើយទាំងអស់គ្នាត្រូវសាងសង់របៀបនៃការសាងសង់គឺយើងអាចសាងសង់លើกระดาษព្រាងរួចតម្រៀបគំនិតនោះតាមតំណែងរបស់វាថាតើអាណាតកតងអាណាហើយចំណុចទី4គឺតំណែងវាគឺយើងគូសភ្ជាប់ខ្វែងចាពីដំណាក់កាលស្មុគស្មាញដោយប្រើឃ្លាសំណាលហើយឃ្លាសំណាលនោះគឺគេប្រើជាកិរិយាសព្ទអញ្ចឹងយើងអាចមើលឧទាហរណ៍ងាយៗដែលគ្រូបង្ហាញនេះទី1ជ្រើសរើសធានបទគ្រូគឺសិក្សាពីនាមហើយតម្រៀបហ្នឹងគឺមានអាចចេញចំណីប្រភេទឧទាហរណ៍ហើយការសាងសង់អ្នកគ្រូនឹងភ្ជាប់វាថាអ្នកណាតំណែងអ្នកណាហើយទី4តំណែងរូបភាពនៃផែនទីគំនិតដែលយើងបានគូសខ្នែងហ្នឹងហើយនឹងឃ្លាសំណាលហ្នឹងវាជាលទ្ធផលចុងក្រោយនេះយើងមើលរូបភាពណាវាអាចអត់ស្អាតទេប៉ុន្តែវាជាគំនិតមួយដែលគូសភ្ជាប់គ្នាពីគំនិតមេទៅហើយនេះគឺជាឧទាហរណ៍ចាអញ្ចឹងគូបញ្ជាក់ម្ដងទៀតកាលណាផែនទីគំនិតកាន់តែស្មុគស្មាញគឺបង្ហាញអំពីកម្រិតយល់ដឹងរបស់សិស្សកម្រិតនោះដែរតោះណាអញ្ចឹងមានលក្ខណៈសម្គាល់ផែនទីគំនិតអត់មានការបញ្ចប់ទេហើយផែនទីគំនិតត្រឹមត្រូវមិនប្រកាសថាមានដំណោះស្រាយណាមួយសមស្របទាំងអស់នោះដែរចាវត្ថុម្ដងរបស់ផែនទីគំនិតគឺជាការសាងសង់ផែនទីគំនិតលើប្រធានបទណាមួយអញ្ចឹងចង់ធ្វើផែនទីគំនិតត្រូវតែមានប្រធានបទមួយជាក់លាក់ឲ្យគាត់ចាខ្សែផែនទីឬបន្ទាត់ផែនទីគំនិតគឺបង្ហាញពីការយល់ដឹងរបស់គាត់បានន័យថាការគិតរបស់សិស្សពីកម្រិតទាបទៅដល់កម្រិតខ្ពស់ឬយើងអាចនិយាយបានថាគឺជាការរៀនពង្រីកគំនិតចានេះគឺជាឧទាហរណ៍ទី2តថភាពក្នុងរឿងទុំទាវទាំងអស់គ្នាមើល
នៅក្នុងរឿងទុំទាវមានតថភាពដូចជារបបគ្រប់គ្រងកិរិយាសព្ទដែលគេប្រើមានអញ្ចឹងមាននេះគឺប្រើទាំង5ផ្នែកនេះចាមានការគ្រប់គ្រងជំនឿទំនៀមទម្លាប់ប្រពៃណីការអប់រំចាបើយើងនិយាយពីការគ្រប់គ្រងគឺប្រើអំណាចអីគេអំណាចស្ដេចផែនដីអំណាចស្ដេចតាញ់មេកូសាបើកន្លែងនេះទាំងអស់គ្នាចង់ប្រើពាក្យអំណាចប្រើតកិរិយាសព្ទប្រើក៏បានដែរពួកគេបានបញ្ជាក់ថាគឺយើងអាចប្រើកន្សោមពាក្យនៅក្នុងនឹងបានអញ្ចឹងឃ្លាសំណើគឺយើងប្រើកិរិយាសព្ទអញ្ចឹងយើងអាចដាក់តែប្រើទៅទេក៏បានដែរជំនឿគឺជឿលើការទស្សន៍ទាយណាទំនៀមទម្លាប់តម្រូវឲ្យកូនប្រុសធ្វើអីកូនស្រីធ្វើអីប្រពៃណីមានអីខ្លះចែចើអាពាហ៍ពិពាហ៍ការសិក្សាអប់រំមានអីខ្លះមានវត្តអារាមគ្រួសារអញ្ចឹងយើងមើលអានេះគឺជាចំណុចអាពណ៌តក្រូចដែលអ្នកគ្រូដាក់ពណ៌នេះវាជាគំនិតគ្រប់គ្រងនៃតថភាពរឿងទុំទាវហើយយើងមើលគំនិតរងរបស់គេនេះស្ដេចផែនដីមានព្រះមហាក្សត្រកាត់ទោសអីខ្លះនេះអានេះគឺជាឧទាហរណ៍គ្រប់គ្រងនៃគំនិតទាំងអស់ហ្នឹងស្ដេចត្រាញ់មានអកជូនជាអីជាអុកញ៉ាអីចឹងមកនេះមេគ្រួសារមានអីម្ដាយទាវសម្គាល់លើអីណាជំនឿទស្សន៍ទាយប្រមាមើលគ្រូប្រមាមើលមិនគ្រូអធិការទាយឲ្យទុំហើយគាត់ចេះទាយយ៉ាងម៉េចចាណាកូនប្រុសមានដូចជាណាមានចូលរៀបចំអញ្ចឹងនៅពេលដែលយើងគូសខ្នែងឬក៏គូសផែនទីកំណត់ដាច់ខាតត្រូវតែប្រើកិរិយាសព្ទឃើញទេចាប្រសង់ផ្ដល់ចំណេះដឹងបំណិននិងអិយាបថចំណេះដឹងឲ្យចេះចាបំណិនឲ្យធ្វើអិយាបថឲ្យមានចាអញ្ចឹងតថភាពក្នុងរឿងទុំទាវដែលយើងចង់គូសផែនទីកំណត់បែបនេះប៉ុន្តែជាទូទៅផែនទីកំណត់ដែលយើងអាចប្រើនៅក្នុងមុខវិជ្ជាភាសាខ្មែរឬអក្សរសាស្ត្រខ្មែរយើងអាចដាក់ប្រធានបទមួយឲ្យគូសខ្នែងឬនៅក្នុងសំណេរតែងសេចក្តីណាមួយយើងដាក់ប្រធានបទគោលហើយគាត់គូសទៅហើយយើងចាប់ផ្ដើមចែកជាខ្នែងមកណាចាអរគុណទាំងអស់គ្នាដែលបានចូលរួមអរគុណច្រើន